ត្រាស់ជាព្រះពុទ្ធនៅឡើយទាំងយើងក៏មិនដែលធ្លាប់ពឺអាចារ្យឬបាចារ្យអាចារ្យរបស់អាចារ្យបានពោលមកថាធម្មតាព្រះសម្មាសម្ពុទ្ធដែលទ្រង់បង្ហាញព្រះអង្គឲ្យដឹងប្រកាសថាជាព្រះពុទ្ធពិតប្រាកដនោះនៅពេលដែលមានបុគ្គលបានពោលសរសើរអំពីគុណរបស់ព្រះទសពលដូច្នេះយើងសាកល្បងមើលក្នុងការពោលសរសើរព្រះសម្មាគោដមក្នុងទីចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គគេគិតដូច្នេះហើយទើបបានពោលសរសើរថាពិតព្រះអង្គដ៏ចម្រើនព្រះអង្គមានព្រះកាយបរិបូរណ៍ល្អស្អាតមានព្រះនេត្រថ្លាស្អាតមានឈវីវ័នដូចមាសមានព្រះចង្គំទាំង4ព្រះទៀតដ៏ស្បុះព្រះអង្គជាអ្នកមាននៅសេចក្តីព្យាយាមអវយវៈតូចធំទាំងឡាយក៏សមរម្យល្អអវយវៈតូចធំទាំងអស់នោះក្នុងព្រះកាយរបស់ព្រះអង្គជាមហាបរិសលក្ខណៈព្រះអង្គមានព្រះនេត្រថ្លាមានភេទល្អមានព្រះកាយធំសំសួនត្រង់ដូចគ្នានឹងព្រហ្មមានរស្មីរុងរឿងនៅក្នុងកណ្ដាលនៃពួកភិក្ខុសង្ឃដូចជាដួងព្រះអាទិត្យព្រះអង្គជាអ្នកមានការគិតល្អមានព្រះឈ្វីវ័នស្អាតភ្លឺថ្លាដូចមាសប្រយោជន៍អ្វីក្នុងភាពដែលបានជាស្ដេចពុទ្ធជាអ្នកប្រសើរនៅក្នុងរាជសម្បត្តិជាអ្នកធំគ្រប់គ្រងលើផែនដីមានមហាសមុទ្រទាំង4ជាព្រំដែនមានជ័យជំនះជាធំក្នុងចម្ពោះទ្វីបមានក្សត្រប្រទេសតូចតាមហំចំរោមពិតព្រះគោដមសូមព្រះពុទ្ធអង្គទ្រង់ជាព្រះរាជាដែលជាព្រះរាជាសំគួរទទួលការបូជាជាកម្ពូលនៃមនុស្សទ្រង់គ្រប់គ្រងរាជសម្បត្តិប្រកបដោយធម៌ចុះលំដាប់នោះព្រះមានព្រះភិក្ខត្រាស់ថាម្សិលព្រាហ្មណ៍តថាគតជាព្រះរាជាប្រសើរបំផុតជាធម្មរីកតថាគតប្រកាសធម្មចក្របានដោយមិនមាននរណាមួយអាចប្រព្រឹត្តទៅបានដូចសិលៈទើបក្រាបទូលសួរថាពិតព្រះគោដមព្រះអង្គបានប្រាជ្ញាថាជាព្រះសម្មាសម្ពុទ្ធជាព្រះធម្មរីកដ៏ប្រសើរពិតព្រះគោដមព្រះអង្គត្រាស់ថាប្រកាសធម្មចក្រគឺចក្រដែលប្រព្រឹត្តទៅដោយធម៌អ្នកណាជាសាវកសេនាបតីរបស់ព្រះអង្គប្រព្រឹត្តតាមសាស្តាភិក្ខុណាញ៉ាំងធម្មចក្រនេះជំនួសព្រះអង្គបានព្រះលោកនាទើបត្រាស់ទៀតថាណែសិលព្រាហ្មណ៍សារីបុត្រជាអនុជាតិរបស់តថាគតនឹងជាអ្នកប្រកាសធម្មចក្រដ៏ប្រសើរជំនួសតថាគតបានណែសិលព្រាហ្មណ៍ធំអ្នកដែលគួរដឹងច្បាស់តថាគតបានដឹងច្បាស់ហើយធម៌ដែលគួរ